ឆ្នាំងបាយស្រាប់តែដាំបាយខ្លោចហើយសំឡក្នុងចានក៏សិតតែសមមកនិយាយទៅអស់សំណោចហ្មងវល់ពេញមកគ្រួសារហ្មងដល់លើកូនធំម៉ែបងខំឲ្យមានគូម៉ែគុំររឿងគូមិនតនក៏ទេសងគុំម៉ែសិនតនខ្លួនកូននៅទុំនេះពេលនេះសុំតែរស់នៅក្បែរពុកម៉ែសិនរណយតំនួញប្រែតចឹងលឺពេញភូមិស្រុកថាសណ្ដងគ្រាមួយម៉ែឆ្លុំនឹងពុកជិះម៉ូតូដុំគ្នាបែរជាថ្លឹងកឡុកថាកាលនោះថាកូនសោចអើយសោចភ្លេចមើលឆ្នាំងបាយស្រាប់តែដាំបាយខ្លោចហើយសំឡក្នុងចានក៏សិតតែសមមកនិយាយទៅអស់សំណោចហ្មងវល់ពេញមកគ្រួសារហ្មងដល់